ជាបឋមខ្ញុំសូមធ្វើការគោរពជំរាបសួរទៅដល់នាយិកាសាខានាយិការងសាខាលោកគ្រូអ្នកគ្រូជាទីគោរពសូមគោរពសិស្សនិស្សិតដែលមានវត្តមាននៅទីនេះជាទីស្រឡាញ់និងជាទីរាប់អានខ្ញុំបាទឈ្មោះធឹមនីរិទ្ធជាសិស្សថ្នាក់ទី6កនៃសាលាមីយវេសាខា44ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយនិងកាយលែងដែលមានឱកាសច្រើននៅទីនេះដើម្បីចូលរួមកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈថ្ងៃនេះខ្ញុំបានលើកយកប្រធានបទដែលមានអត្ថន័យមួយបបកស្រាយនោះគឺចំណេះវិជ្ជាគឺជាទ្រព្យមានតម្លៃបំផុតដើម្បីបកស្រាយប្រធានបទខាងលើឲ្យបានបោះបាយដើម្បីយកនៅពីកលឹះខ្លះៗជាមុនសិនដោយយោងតាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជជួនណាបានឲ្យនិយមន័យថាចំណេះវិជ្ជាសំដៅដល់ចំណេះដឹងសមត្ថភាពជំនាញដែលបានមកពីការសិក្សារៀនសូត្រ2ទ្រព្យសំដៅដល់ធនធានទាំងឡាយដូចជាលុយកាក់មាសពេជ្រឬវត្ថុផ្សេងៗដែលអាចវល់វែងបានដូចនេះប្រធានបទខាងលើមានន័យថាចំណេះដឹងចំណេះវិជ្ជាជំនាញដែលបានមកពីការសិក្សារៀនសូត្រមានតម្លៃបើតាមជាទ្រព្យទាំងអស់ព្រោះវាជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យសុភមង្គលនិងសេចក្តីថ្លៃថ្នូរការលើកឡើងថាចំណេះវិជ្ជាគឺជាទ្រព្យមានតម្លៃបំផុតគឺពិតជាត្រឹមត្រូវណាស់បើយើងពឹងផ្អែកលើអំណាចដូចខាងក្រោម1ចំណេះវិជ្ជាគឺជាទ្រព្យកប្រាណដែលមិនចេះបាត់បង់ឬបាត់បង់ដោយប្រការណាមួយឡើយវាខុសពីទ្រព្យសម្បត្តិខាងក្រៅដែលអាចចោលលួចឬចោលប្លន់បានឬវិបត្តិសេដ្ឋកិច្ចផ្សេងៗ2ចំណេះវិជ្ជាជាប្រភពបង្កើតទ្រព្យដែលផ្ដល់ឲ្យយើងនៅចំណេះវិជ្ជាសមត្ថភាពជំនាញគំនិតច្នៃប្រឌិតដែលអាចឲ្យយើងបង្កប់មុខរបរចិញ្ចឹមជីវិតរកការងារសមរម្យមានមុខរបរផ្ទាល់ខ្លួននិងអាចយកទៅបង្កើតបានជាទ្រព្យផ្សេងៗបាន3ចំណេះវិជ្ជាផ្ដល់ឲ្យយើងនៅសេចក្តីថ្លៃថ្នូរនិងសុភមង្គលអ្នកដែលមានចំណេះវិជ្ជាពិតប្រាកដតែងតែមានសិលធម៌ទៅជីវធម៌ចិត្តដឹងខុសត្រូវមានការគិតទូលំទូលាយធ្វើឲ្យពួកគេខ្លាចជាមនុស្សមានធ្វើឲ្យពួកគេខ្លាចជាមនុស្សមានសេចក្តីថ្លៃថ្នូរនៅក្នុងសង្គម4ចំណេះវិជ្ជាគឺជាធនធានដ៏ប្រសើរបំផុតសម្រាប់សង្គមគឺជំរុញការអភិវឌ្ឍប្រទេសជាតិមនុស្សពោពេញទៅដោយចំណេះវិជ្ជាគឺសមត្ថភាពគឺជាកម្លាំងចលករដ៏សំខាន់បំផុតក្នុងការអភិវឌ្ឍប្រទេសជាតិសង្គមសេដ្ឋកិច្ចនយោបាយនិងបច្ចេកទេសដើម្បីធ្វើឲ្យប្រទេសជាតិមានភាពរីកចម្រើនចែករំលែកកាន់តែចម្រើនចំណេះវិជ្ជាគឺជាទ្រព្យតែមួយគត់ដែលយើងចែករំលែកទៅអ្នកដទៃកាន់តែច្រើនព្រោះយើងកាន់តែចេះវាមិនចេះអស់ឬថយចុះពីខ្លួនយើងឡើយចំណែកឯទ្រព្យសម្បត្តិខាងក្រៅនៅពេលយើងចែករំលែកទៅអ្នកដទៃហើយវាអាចអស់ឬថយចុះពីខ្លួនយើងបានតែរកមកវិញចំណេះវិជ្ជាគឺជាទ្រព្យមានតម្លៃបំផុតគឺជានិយមន័យដ៏ត្រឹមត្រូវមួយដែលលើកឡើងកើនពីគុណតម្លៃនៃការអប់រំហេតុនេះហើយយើងទាំងអស់គ្នាត្រូវតែប្រឹងប្រែងស្វែងរកចំណេះ